ដល់លោកបានជួបនឹងឧមានេះពួកឧមាចៅលោកមកកើតជាមហាអធិរាជនីនៅលើភពផែនដីវាយរៀបមកពិភពលោកទាំងអស់ស្រុកណាដែលមានមនុស្សប្រុសច្រើនជាងគេវាយរំលាយចោលស្រុកណាដែលមានប្តីនឹងមានប្រពន្ធច្រើនក៏វាយរំលាយចោលស្រុកណាមានស្រីច្រើនថែរក្សាស្រុកណាមានបរិសុទ្ធដែលមានប្រពន្ធនឹងអត់ក្បត់ចិត្តប្រពន្ធជួយថែរក្សាជួយផ្គត់ផ្គង់តែស្រុកណាមានបរិសុទ្ធក្បត់ចិត្តមានបរិសុទ្ធប្រពន្ធច្រើនវាយរំលាយមកលើភពផែនដីទាំងអស់បាទនាងមានឈ្មោះថាតាដាតាកាដល់ការជាមួយព្រះសិវៈម្ដាយក៏ឡើងឋានសួគ៌ទៅបាត់ឪពុកកើតទៅជាអតិទេពបាននាំម្ដាយទៅកាន់ឋានសួគ៌បាត់ទៅនាងព្រួយបតីបានជាអវតារព្រះសិវៈទី1ឈ្មោះសាវណ្ណរានេះនាំប្រពន្ធទៅធ្វើទេសចរនៅឯឋានសួគ៌ពីធ្វើចេះធ្វើទេសចរតាំងពីជំនាន់សិវៈនោះមិនមែនទៅមកទេសចរសម័យសតវត្សទី19ទី20នេះទេទី21នេះទេបាទម្លោះហើយលោកនាំបាទព្រះនាងតាដាតកាហ្នឹងលើកហ្នឹងថាលោកនាំតតែនាងនឹកឃើញកំណើតដើមរបស់នាងជាណាដល់នាំទៅដល់ទៅលេងឋានរបស់ព្រះវិស្ណុមុនគេទៅដល់ឃើញលំហអាកាសលោកថាបន្តិចទៀតបាទព្រះវិស្ណុនឹងបង្ហាញឋានមហាសមុទ្រទឹកដោះឲ្យអូនឃើញហើយតាដាតកាដល់អញ្ចឹងទៅគាត់និយាយចប់មហាសមុទ្រទឹកដោះផុសឡើងភ្លាមនាងឃើញព្រះវិស្ណុផ្ទុំលើនាគអនន្តៈធំអស្ចារ្យបាទនាងភ្ញាក់ដូចជាធ្លាប់ស្គាល់នាងប្រាប់ប្តីថាបាទបានដីព្រះស្វាមីសាវណ្ណរាខ្ញុំម្ចាស់ដូចធ្លាប់ស្គាល់អតិទេពមួយអង្គដែលផ្ទុំលើនាគក្បាល1000នោះបាទធ្លាប់ស្គាល់ច្បាស់ណាអញ្ចឹងតែខ្ញុំម្ចាស់រនឹកមិនទាន់ឃើញព្រះវិស្ណុបើកពនេតឡើងបាទក្រោកយាងចុះពីតេនសាយនានិអនន្តៈដើរសន្សំលើមហាសមុទ្រទឹកដោះហើយឧមានាងឈានដើរលើមហាសមុទ្រទឹកដោះដែកនៅលើផ្ទៃទឹកនាងសួរប្តីចុះហេតុអីក៏ខ្ញុំម្ចាស់អត់លិចទៅក្នុងទឹកព្រះស្វាមីជាម្ចាស់ហើយដូចខ្ញុំដើរដែកនៅលើទឹកនឹងដែរថាព្រះសវណ្ណរាថាអូនមាននិស័យជាអតិទេពដ៏កំពូលបានជាអូនអាចដើរលើផ្ទៃមហាសមុទ្រទឹកដោះបានអូនគាល់ព្រះវិស្ណុទៅលោកនឹងនិយាយពយល់អូននៅអ្វីដែលអូនចង់ដឹងឧមាដើរលើផ្ទៃមហាសមុទ្រទឹកដោះសម្ដៅទៅកាន់ព្រះវិស្ណុព្រះវិស្ណុយើងសន្សំលើកដៃប្រណម្យទៅឧមាបានសក្តីថាប្រម៉ែស្ត្រីគ្រប់លក្ខរបស់ឋានទាំង3ថ្ងៃនេះមហាកតញ្ញុណាដែលប្រម៉ែជាម្ចាស់បានយាងតាំងពីភពផែនដីមកដល់ឋានសួគ៌ហើយមកកាន់ឋានរបស់ទូបង្គំមុនគេសូមប្រទានពរជ័យបាទថ្វាយប្រម៉ែជាម្ចាស់សូមឲ្យប្រម៉ែជាម្ចាស់បានយល់ជ្រួតជ្រាបដឹងពីអតីតជាតិរបស់ប្រម៉ែជាម្ចាស់ជានរណាចាប់ពីថ្ងៃនេះតទៅក្រាបទូលបាទសូមប្រទានពរជ័យសូមប្រម៉ែជាម្ចាស់យាងសោយទឹកមហាសមុទ្រទឹកដោះជាវត្ថុទិព្វដ៏អស្ចារ្យក្រាបទូលឧមាទទួលទឹកទិព្វហ្នឹងពីអង្គព្រះវិស្ណុហើយសម្លឹងមើលមុខប្តីថាសោយទៅអូននឹងដឹងរឿងរ៉ាវដែលកន្លងផុតទៅនាងសោយទឹកមហាសមុទ្រទឹកដោះហើយងាកទៅមើលមហាសមុទ្រទឹកដោះអលីបាត់ពីមុខនាងភ្លាមនាងសួរប្តីថាហេតុអីមហាសមុទ្រដោះបាត់ទៅណាហើយព្រះស្វាមីថាឋាននឹងជូនព្រះវិស្ណុឲ្យឃើញជូនព្រះវិស្ណុមិនឲ្យឃើញគ្មាននរណាអាចយល់ដឹងពីមហាសមុទ្រទឹកដោះនឹងជម្រៅណាមានតែទឹងបដោយប្រមាណហើយនឹងមានប្រវត្តិព្រះមាយារបៀបយ៉ាងម៉េចទេនេះសូមរីកទោសថ្វាយវិស្ណុផងបាទហើយប្រពន្ធលើកនេះលែងហៅតាដាតកាហៅប្រម៉ែជាម្ចាស់នាងសួរថាព្រះស្វាមីជាម្ចាស់ហេតុអីព្រះអង្គហៅខ្ញុំម្ចាស់ថាប្រម៉ែជាម្ចាស់អូនទៅលេងឋានមួយទៀតតែជាស្រុកកំណើតរបស់នរណាបាទដឹកដៃឧមាឡើងរាជរថទឹកនាងផឹកទឹកមហាសមុទ្រទឹកដោះចូលភ្លាមតតែធ្វើដំណើរនាងស្គាល់ផ្លូវនាងថាផ្លូវនេះឋាននេះផ្លូវនេះឋាននេះផ្លូវនេះឋាននេះព្រះស្វាមីជាម្ចាស់មិនក៏ខ្ញុំស្គាល់គ្រប់ឋានទាំងអស់បាទលោកថាមកពីអូនជាស្ត្រីគ្រប់លក្ខរបស់ឋានទាំង3ស្ត្រីគ្រប់លក្ខហ្នឹងនរណាគេព្រះស្វាមីជាម្ចាស់លោកមានបន្ទូលឡើងស្ត្រីគ្រប់លក្ខហ្នឹងគឺប្រម៉ែឧមាបាទចុះការនាងជាប្រម៉ែឧមាតើ
នាងមានស្វាមីហើយឬនៅថាមានហើយនរណាគេព្រះសិវៈព្រះសិវៈបានសក្តីថាព្រះសិវៈតែគេយកសីវលឹងតំណាងឲ្យរូបលោកហ្នឹងឯថាហ្នឹងហើយយើងស្អប់ណាស់បាទព្រះស្វាមីជាម្ចាស់កុំនិយាយសីវលឹងព្រះសិវៈអង្គនោះខ្ញុំម្ចាស់តែស្អប់ឲ្យទៅឃើញកន្លែងណាចង់ទៅយកកណាត់ខ្មៅទៅគ្របពីលើកុំឲ្យឃើញដល់តែសោះពួកខឹងព្រះសិវៈស្រឡាញ់ប្រម៉ែគង្គីហ៎បាត់ចិត្តនាងការមួយប្រម៉ែគង្គីបាទមិនត្រឹមតែប៉ុណ្្នឹងនាំប្រម៉ែគង្គីមកសំតនេកនៅមហាប្រាសាទទឹករបស់នាងដែលធ្លាប់សំតនេកមួយព្រះសិវៈទៀតនៅលើឋានកេឡាម្ល៉េះមាននាងស្អប់អត់ចោលព្រះសិវៈហ្នឹងបាទម្ល៉េះហើយបាទមហាសមុទ្រទឹកដោះហ្នឹងទឹកនៅវាជ្រាបពេញអង្គកាយបាទពេលហ្នឹងនាងកលេចទៅចំណុចកណ្ដាលរបស់ភ្នំកេឡាស់ផុសប្រាសាទទឹកបាទផុសព្រះបរមរាជវាំងអេសនវតីឡើងភ្លាមបាទសវណ្ណធារាញញឹមបព្រាយបាទញញឹមបព្រាយឈរសម្លឹងទៅកាន់មហាប្រាសាទទឹកហើយអង្គកាយរបស់ព្រះអង្គប្រែคล้ายទៅជាព្រះសិវៈពាក់ខ្សែកពោះវែកនៅកកដៃកាន់លំពេងត្រីសូរនាងកលេចឃើញផ្លែតបាទសវណ្ណធារាព្រះស្វាមីជាម្ចាស់ហេតុអីបានប្រែคล้ายអង្គប្រកាយទៅជាព្រះសិវៈទៅវិញតែកុំឲ្យប្រែប្រកាយទៅជាសីវលឹងខ្ញុំម្ចាស់ស្អប់ណាបាទឲ្យតែនិយាយរឿងសីវលឹងនឹងឡើងខ្ញុំម្ចាស់ស្អប់ណាតែសូមឲ្យព្រះអង្គនឹងប្រែអង្គកាយទៅជាសវណ្ណធារាដែលជាស្វាមីរបស់ខ្ញុំម្ចាស់ទៅរៀបការហើយថ្មីមិនទាន់បានផ្សំតនេកផ្សំអីមកធ្វើទេសចរនៅឋានសួគ៌នឹងតែហ្មងបាទឧមានាងនិយាយចាប់នាងមើលមកអង្គកាយនាងអង្គព្រះសិវៈលោកមានបន្ទូលថាតដាតកានាងមើលរូបរាងកាយនាងទៅមើលដូចអ្នកណាគេបាទព្រះសិវៈវាសបាទវាសព្រះហស្ថរបស់ព្រះអង្គផុសរូបប្រម៉ែឧមាឈរនៅមុខប្រាសាទបាទនាងមើលមករូបនាងហើយនឹងឧមាដែលសិវៈជប់ឡើងនៅមុខប្រាសាទនាងសួរព្រះសិវៈព្រាមចុះហេតុអីបានជារូបខ្ញុំម្ចាស់ពីមុនទៅណាទៅមិនក៏ខ្ញុំម្ចាស់ដូចស្ត្រីមួយអង្គឈរមុខប្រាសាទបាទឈរមុខបរមរាជវាំងនោះខ្លាំងម្លេះថានឹងហើយគឺរូបអូននោះអូនឆ្លោះនៅក្នុងស្រះរបស់បងអូនឃើញហើយថាឆោះរូបរាងនឹងស្រះណាគេស្រះព្រះសទ្ធេស្វរៈនៅលើឋានរបស់ព្រះសិវៈហ្នឹងគឺមានតែស្រះមួយគត់គឺស្រះសទ្ធេស្វរៈបុរៈស្រះសទ្ធេស្វរៈបុរៈនៅនឹងប្រាសាទណាក្នុងតំបន់អង្គរនៅប្រាសាទណាខ្ញុំធ្លាប់ប្រាប់ម្ដងហើយណាទៅណានៅចំប្រាសាទណាស្រះព្រះសទ្ធេស្វរៈបុរៈប្រាសាទដែលមានស្រះតែមួយគត់ស្រះមក6គត់បាពួនបាទគឺស្រះព្រះសទ្ធេស្វរៈបុរៈកុំឲ្យច្រឡំណាមិនស្រះសារៈស្វតីទេណាបើឃើញមកគូបានស្រះសារៈស្វតីចាំឲ្យច្បាស់ណាបាទនាងស្ទុះទៅកាន់ស្រះទឹកព្រះសទ្ធេស្វរៈបុរៈបាទអង្គកាយរបស់នាងឆ្លោះទៅក្នុងស្រះនឹងមានរូបកាយដូចទេពធីតាមួយអង្គដែលព្រះសិវៈឲ្យឃើញដូចឧមាបេបាត់នោះបាទនាងមើលទៅអង្គកាយរបស់នាងផុសពន្លឺចេញពីអង្គកាយហើយពេលនឹងផ្ទៃមេឃទាំងអស់សុទ្ធតែទឹកអង្សើមទាំងអស់នាងនឹកឃើញហ្មងនឹកឃើញរឿងងាយកន្លងផុតទៅដែលព្រះសិវៈក្បត់ចិត្តខឹងព្រះសិវៈខ្លាំងណាស់ថយចេញឲ្យឆ្ងាយពីរូបយើងភ្លាមអ្នកឯងបានប្រែអង្គបកាយមកចាប់កំណើតតាមយើងមកកាន់ឋានសួគ៌យើងមិននៅឋានសួគ៌របស់អ្នកឯងតទៅទៀតទេមនុស្សក្បត់ចិត្តក្បត់ថ្លើមរបស់យើងបាទយើងមិនដឹងថាយើងជាឧមាបើយើងដឹងថាយើងជាឧមាយើងមិនមកស្រុកកំណើតរបស់ព្រះអង្គទេបាទខ្ញុំម្ចាស់លាហើយស្រុកកំណើតលាយូរណាស់ហើយចូលមកចាប់កំណើតនៅឯឋានមនុស្សបាត់ទៅហើយបាទនាងនិយាយចប់ពពួកអតិទេពផុសពេញឋានសួរនឹងទាំងអស់លុតជង្គង់វ័នទាគោរពព្រះម៉ែជាម្ចាស់ស្ត្រីគ្រប់លក្ខរបស់ឋានទាំង3អ្នកចូលមកអោបឧមាថានឹកខ្លាំងណាស់នោះអ្នកណាគេសារៈស្វតីណាទៀតស្រីលក្ស្មីណាទៀតភូមិទេវីព្រះម៉ែគង្គគារកចុះពីលើភ្នំបកេសាឧមាថាកុំអាសិនព្រះម៉ែគង្គគាបាទព្រះម៉ែកុំអាចចុះពីលើភ្នំបកេសាព្រះសិវៈយើងសួរព្រះម៉ែសិនបាទព្រះម៉ែចុះមកព្រះម៉ែឈរនៅផ្នែកខាងណាបាទក្នុងនាមព្រះម៉ែជាប្រពន្ធទី2ប្រពន្ធចុងបាទនាងឈរខាងណាបាទកង្កាលើកដៃប្រណម្យបាទព្រះម៉ែបាទឧមាថាខ្ញុំម្ចាស់ជាប្រពន្ធចុងខ្ញុំម្ចាស់ដាច់ខាតត្រូវតែឈរនៅខាងឆ្វេងដៃរបស់ព្រះសិវៈល្អចុះ
ព្រះសិវៈបើយើងឈរវិញយើងឈរទៅខាងណាដើម្បីស្របថាយើងជាប្រពន្ធដើមនឹងអន់ខឹងតិចអង្គខឹងទីព្រះសិវៈថាប្រម៉ែជាម្ចាស់ប្រពន្ធដើមវត្ថុទឹករបស់ឋានទាំង3ស្ត្រីគ្រប់លក្ខរបស់ឋានទាំង3នឹងលួងអូនល្អគ្មានស្រីណាដូចបាអង្គកាយរបស់អូនកំមុំជារៀងរហូតសបានណាបាសូមប្រទានពរជ័យបានទឹកដីឲ្យអង្គកាយនឹងសបានដែរថ្ងៃណាក៏ប្រម៉ែជាម្ចាស់នៅតែកំមុំជារៀងរហូតទូបីផ្ទុំជាមួយទូបង្គំហើយប្រម៉ែក្រោកឡើងកាលណាអង្គកាយប្រម៉ែគឺក្រមុំព្រហ្មចារីដូចដើមជានិច្ចដូចសบายចិត្តណាដល់ទៅមនុស្សពោបច្ចេកពិចារដូចសบายចិត្តណាបាទយើងញញឹមហើយយើងញញឹមទីតាំងរបស់ប្រម៉ែជាម្ចាស់ត្រូវឈរនៅខាងឆ្វេងដៃខាងស្ដាំដៃរបស់ទូបង្គំអតិថិភ័យខ្លាចនិយាយខុសនិយាយខុសងាប់អតិថិពពឲ្យនិយាយចំចឹងហើយបាទលោកអោនបកេសាគោរពសំយាងប្រម៉ែជាម្ចាស់ឧមានាងដើរមកឈរខាងស្ដាំដៃបើអញ្ចឹងកង្កានាងចុះពីលើភ្នំបកេសាមកបាទដល់នាងឈានចុះមកព្រះសិវៈចង់យកដៃត្រអត់ហ៊ានទេគេសលឹងមើលទៅឧមាបើនាងអនុញ្ញាតបានយកប្រខ័សទាំងសងខាត្រោជើងប្រម៉ែគង្គធាដាក់មកខាងឆ្វេងដៃបាទលោកមើលទៅអង្គប្រម៉ែឧមាថាព្រះសិវៈខ្ញុំចាំចង់ឈរចិត្តទេស្អប់នោះមហាសែនស្អប់ចុះប្រខ័សទាំងពីរទុកធ្វើអីមិនគុំត្រូបាទីរបស់ប្រម៉ែគង្គគីមេដាលៀងបាបឲ្យសត្វលោកទាំង3ឋានដាក់ព្រះអង្គឲ្យស្រួលនៅផ្នែកខាងឆ្វេងដៃរបស់យើងព្រះសិវៈថាទទួលរាជបញ្ជាបានតែម៉ែប្រពន្ធណាទទួលរាជបញ្ជាបាទម្លោះហើយត្រប្រម៉ែគង្គគីដាក់ទៅខាងឆ្វេងដៃនឹងឈានបាទីចូលមកព្រះសិវៈត្រប្របាទទីដាក់ទៅខាងឆ្វេងដៃប្រម៉ែគង្គគីលុតជង្គង់ក្រឹបគឺសំពះព្រះម៉ែឧមាខ្ញុំម្ចាស់កង្កាសូមថ្វាយបង្គំដល់ប្របាទទីប្រម៉ែជាម្ចាស់បាទឧមាសប្បាយចិត្តណាស់ស្ទុះមកលើកកង្កាឲ្យឈរឡើងវិញតាមពិតយូរណាស់មកហើយយើងអត់ដែរគុំស្អប់នាងទេកង្កាយើងប្រទានពរឲ្យនាងមានកំណើតឡើងជាមួយព្រះសិវៈយើងដឹងថាព្រះសិវៈស្រឡាញ់នាងយូរហើយតែយើងខំទប់ប្តីកុំឲ្យប្តីចិត្ត1ចិត្ត2ធ្លាប់ស្បត់ឲ្យមុខយើងថាក្នុងលោកទាំង3 industry world ហ្នឹងស្អប់ដីថា I love only one you Uma Devi បាទប្រាប់អញ្ចឹងបានយើងព្រមរៀបការជាមួយមនុស្សក្បត់ចិត្តក្បត់ថ្លើមហ្នឹងហើយព្រះសិវៈអត់ហ៊ានតឯងខូចចន្ទធូដែរបាទអត់ហ៊ានតឯងចន្ទធូក្រមព្រះសិវៈមិនតិចចង់លើកងារហ្នឹងថ្វាយទៅឲ្យសវត្ថឌីវិញនេះបាទម្លោះហើយបានជាទាំងពីរអង្គហ្នឹងត្រូវរើគ្នាដល់ត្រូវរើគ្នាទៅរូបចម្លាក់នៅប្រាសាទណាសម្បូរព្រៃគុកក្រុមអញ្ជើញបាទសិវៈឈរកណ្ដាលឧមាឈរហើយនឹងកង្កាមួយឈរខាងស្ដាំមួយឈរខាងឆ្វេងអមបរោះម្នាក់នៅកណ្ដាលឧមាសួរទៅពពួកអធិទេពឥឡូវនេះយើងអត់ទោសឲ្យពួកប្រុសទាំងអស់បាទតាមចិត្តយើងស៊ីតែមួយម៉ាត់ឲ្យខ្ទេចទាំងអស់មានទុកឲ្យមានមនុស្សប្រុសនៅលើโลกតែគ្រាន់តែថាយើងអាណិតប្រម៉ែគង្គគីតាមពិតអាណិតប្តីតែនឹកប្តីដែរហ្នឹងមិនមែនមិននឹកណាបែកយូរណាស់ហើយបាទហើយនិយាយឲ្យលោកមើលមុខប្តីបាទប្តីគេដឹងចិត្តហើយតែបានឲ្យលោកប្រហោះបាទលោកប្រហោះអង្អែស្មារបស់ប្រពន្ធដើមនាងសប្បាយចិត្តណាស់ពពួកអតិទេពអ្នកដាក់ឈ្មោះឲ្យយើងទាំង3នាក់យើងសុំឲ្យព្រះសិវៈដាក់ឈ្មោះមុននេះតែយើងទាំង3នាក់មានឈ្មោះយ៉ាងម៉េចសបានណាបាទនេះព្រះសិវៈឲ្យរៀបដាក់ពួកអតិទេពថាព្រះជាម្ចាស់ពេលដែរព្រះអង្គដាក់ឈ្មោះព្រះអង្គគិតសិនណាក្រាបទូលហៅឲ្យត្រូវណាតែព្រះអង្គដាក់ខុសហើយរត់ចោលព្រះអង្គលើកនេះគឺលាយហិនហើយអស់ហើយគ្មានពេលវិលវិញទេក្រាបទូលព្រះសិវៈថាទុកចិត្តចោះលោកហៅឈ្មោះណាមុនគេហៅឧមាមុនគេបាទលោកហៅឧមាបានហៅកង្កាបានហៅព្រះសិវៈចុងក្រោយតែដូរឈ្មោះសិវៈបាទបតិស្វរាហ្នឹងហើយបានព្រះសិវៈថាបងសុំដាក់ឈ្មោះយើងទាំង3អង្គថាឧមាកង្កាបតិស្វរាឲ្យបងបតិស្វរាកង្កានៅតែកង្កាហើយអូននៅតែឈ្មោះដើមដល់ដែលបងមិនហ៊ានដូរឈ្មោះដើមរបស់អូនទេបាទពេលហ្នឹងហើយដែលឧមានាងសប្បាយចិត្តពេលដែលឃើញនាងសប្បាយចិត្ត
ព្រះសិវៈសើចឡើងពេលសើចញ័រអស់លោកទាំង3ថាណាក៏រំជួញញាប់ញ័រដែរពួកអតិទេពនឹងផ្ទះដៃអបអសាទរហើយដល់ឃើញព្រះសិវៈសើចសូមប្រទាននាមថ្មីមួយទៀតថ្វាយក្រាបទូលថាព្រះសិវៈថានាមអ្វីឧមាថានាមអ្វីថាអញ្ចឹងប្រទាននាមថ្វាយតែព្រះសិវៈមកអង្គត់បានហើយកុំឲ្យដោយឈ្មោះយើងដោយឈ្មោះកងកានៅក្នុងហ្នឹងថាមិនមែនទេតែព្រះសិវៈមកអង្គត់ពីព្រោះព្រះអង្គសើចតែមកអង្គត់បានដាក់ពនាមថាព្រះបាប្រហតេស្វរស័កគឺព្រះសិវៈញញឹមព្រះសិវៈសើចបាទហ្នឹងដាក់ឈ្មោះហ្នឹងបាទសិវៈមិនដែលសើចលើដឹងសើចចាបាទសើចនៅលើឋានទេបាទទេវលោកបាទសុំស្លេះត្រឹមហ្នឹងសិននៅវែងឆ្ងាយតទៅទៀតបាទ